នេះខ្ញុំជិះមកឃើញបងប្រុសដែលគាត់ល្បីនៅខាង social media ដែលជួយកុមារច្រើនហ្នឹងបងប្អូនលក់កៅអៅឥឡូវហ្នឹងនេះគាត់មកដល់ខេត្តកោះកុងហើយនៅមុខហាងហេងលីលក់ទូរស័ព្ទដៃបងប្អូននៅទល់មុខហ្នឹងហ្មងនៅពីមុខហាងហ្នឹងហ្មងហ្នឹងហើយចាំតិចទៀតចូលទៅទាំងអស់គ្នាតាកោះកុងបងប្អូនគេសុំបងប្រុសថតរូបច្រើនបងប្អូនជួយកុមារច្រើនហើយឥឡូវយើងទៅសាកសួរបងប្អូនដែលចង់ទិញបងប្អូនគ្នាតោះខេត្តកោះកុងបាទបងមានសួរបងហ្នឹងហើយមានអាវប៉ិនខ្ញុំហ៎មានបងមានយកពណ៌ដែរបងយកពណ៌ខ្មៅខ្មៅមួយខ្មៅហើយតម្លៃប៉ុន្មានដែរបង$7បង$7អូ$7អូខេមេឃ24000បង$6អូខេហ្នឹងហើយនៅក្នុងនោះអាវដែលមានអក្សរថាក្តីស្រឡាញ់ទឹកចិត្តខ្ញុំដើម្បីកុមារបងប្អូនគ្នាបងប្អូនហើយបងមកលក់ប្រហែលថ្ងៃដែរបងនៅនេះថ្ងៃបងថ្ងៃហ្នឹងឲ្យស្អែកអូអញ្ចឹងហ៎ថ្ងៃហ្នឹងឲ្យស្អែកអញ្ចឹងជូនពរឲ្យលក់ដាច់ច្រើនហ្នឹងហើយបានបងប្អូនអ្នកកោះកុងគាត់មកជួយទិញទាំងអស់គ្នាហ្នឹងហើយសូម្បីបងប្អូននេះខាងខេត្តកោះកុងជាពិសេសបងហ្នឹងមកនេះវាសួរបងប្រុសបាទហ្នឹងហើយអូយបានមកដល់កោះកុងហ្នឹងនេះបាទអូនៅសល់ថ្ងៃស្អែកមួយថ្ងៃទៀតហ្នឹងហើយចង់ជួបបងយូរដែរបានជួបសោះឥឡូវបានជួបពិតប្រាកដហើយបងប្អូនហ្នឹងហើយបងគាត់ហើយអរគុណពុកម៉ែបងប្អូននៅខាងខេត្តកោះកុងមែនទែនបាទហើយនេះនៅមុខផ្សារដងតុងត្មងបាទនៅទល់ផ្លាកនៅផ្លាកផ្សារធំដងតុងហ្មងជាពិសេសនៅហ្នឹងគេស្គាល់ជាពិសេសអ្នកហាងហេងលី2កោះកុងនេះហាងលក់ទូរស័ព្ទដៃហ្នឹងពីច្រើនគេស្គាល់ហើយហ្នឹងហើយបងហើយអ្នកបងប្អូនដែលចង់ជួយកុមារជាមួយនឹងបងប្រុសគឺយើងមកទិញកៅអៅនេះម្នាក់មួយទៅជួយកុមារដើម្បីប្រទេសជាតិយើងទាំងអស់គ្នារីកចម្រើនដូចគ្នាគឺជួយបងប្រុសដូចជួយកុមារទាំងអស់គ្នាហ្នឹងអញ្ចឹងអរគុណបងប្រុសច្រើនបាទទីមួយថ្ងៃហ្នឹងក៏មានបងស្រីខាងម្ចាស់កាហ្វេហ្គោលគាត់ម្ចាស់កាហ្វេហ្គោលចឹងច្បាស់ហើយធ្លាប់ឃើញមុខគាត់ហើយគាត់ក៏បានមកជួយទិញនៅខាងបងប្រុសដែរនៅខាងដងតុងសោឡើងបងបានប៉ុន្មានអាវបងប្រុសថ្ងៃហ្នឹងទិញប៉ុន្មានអាវអូ10អាវបងបាទបន្ទាប់មកនេះឃើញបងប្រុសគាត់ឈរមើលយូរហើយគាត់ឈរមើលបងប្រុសក៏គាត់ឲ្យអាវឲ្យបងប្រុសមួយហើយបងប្រុសត្រេកអរមែនតើឃើញអញ្ចឹងបងប្អូនតែគាត់មានអារម្មណ៍ថាគាត់ស្រឡាញ់អាវនឹងខ្លាំងយ៉ាងគាត់ឈរមើលមួយថ្ងៃបងប្អូនឈរមើលមួយថ្ងៃហើយបងប្រុសក៏បាននេះហើយបានលពូនេះគាត់មកចូលមកបងគាត់មានទឹកចិត្តមែនតើចូលដើម្បីជួយកុមារទាំងអស់គ្នាហ្នឹងហើយបងប្រុសក៏គាត់ឃើញពូអត់ពាក់អាវគាត់ថាលពូយកអាវមួយទៅហើយដល់លពូថាអត់ទេខ្ញុំអត់ចូលចិត្តពាក់អាវទេហើយគាត់បានចូលលុយដើម្បីជួយកុមារទាំងអស់គ្នាអញ្ចឹងណាបងប្រុសក៏សំដែងទឹកចិត្តមួយថាចេះអូយពូចិត្តល្អណាស់ហ្នឹងហើយណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលបានមកកន្លែងគាត់ចឹងជីកាត់មុខផ្សារហ្នឹងបងប្អូនជួយចូលទិញកន្លែងគាត់ម្នាក់មួយទៅបងប្អូនដើម្បីជួយកុមារទាំងអស់គ្នានេះបងប្អូនឃើញទេបងប្រុសដែលគាត់ឲ្យអាវនេះគឺឈរអញ្ចឹងបងប្អូនឈរមើលអញ្ចឹងឈរមើលឡើងភ្លឹកមកបងប្អូនឈរមើលឡើងភ្លឹកតែម្ដងហើយទុកខ្ញុំទៅដល់នៅកំពង់ដែរបាទបើថាឡៃមានទុកជួបខ្ញុំមកបាទអត់ថាគេថាខ្ញុំមិនទៅរកផាត់ណាអូយមេឃមកនេះអត់មានណាមែនដែរយ៉ាងច្រើនយ៉ាងអេពី3ទីមកហើយ3 2 1មួយទៀត3 2 1អូខេដៃលេងដៃច្រើនហើយបងអត់លេងបងអូន មួយពីរ